គឺសាងសង់នៅឆ្នាំ1907បើគិតពីពេលសាងសង់មកដល់ថ្ងៃនេះទីនេះមានអាយុកាល118ឆ្នាំមកទីនេះបើតាមថៃគឺខសងតែបើខ្មែរយើងគេហៅថាតែកាត់បើបានជួយឡើងតាមចដាមកនេះទៅក្រៅចិន4ព្រោះដល់មុននោះវាពុកហើយ100ឆ្នាំជាងហើយនេះគឺជាកន្លែងសម្រាប់ភ្ញៀវនេះគេមកសម្រាប់គេអង្គុយនៅពួកអ្នកហើយសាខាម៉ាំងបានលើហើយបច្ចុប្បន្នដល់20នាក់អីឈរខ្លាំងខ្លះខ្ញុំស្វាគមន៍មួយដែលបានមកជួបជាមួយខ្ញុំដើម្បីចង់ដឹងពីប្រវត្តិនៃផ្ទះបុរាណយើងខ្ញុំនេះជារូបថតលោកតាចាស់ផ្ទះដែលជាអ្នកសាងសង់ផ្ទះលោកតាគាត់ជាអតីតស្មៀនច្បាយខេត្តនៅឆ្នាំ1906និងមុនទៅទៀតនៅឆ្នាំ1907បាត់ដំបងស្ថិតនៅក្រោមអាណានិគមបារាំងពេលនេះច្បាយខេត្តនៅស្រុកចិននៅក្រោមការគ្រប់គ្រងបារាំងក៏ទ្រង់នៅប្រទេសថៃចំណែកជាតាខ្ញុំមិនបានទៅថៃទេព្រោះនៅបាត់ដំបងហើយសាងសង់ផ្ទះនេះនៅឆ្នាំ1907គិតពីពេលសាងមកដល់សប្តាហ៍នេះពេលនេះមានអាយុកាល118ឆ្នាំពេលនេះស្ថិតនៅចំណាយសម័យផ្លូវហើយដើម្បីបានចូលជ្រៅព្រោះឡើយនេះមានមលុបទៅជើងវិស័យដែលមុតផ្ដល់នូវផាសុខភាពដល់ម្ចាស់ផ្ទះជាមួយគ្នានោះលោកតាក៏លាឈប់តំណែងពីមន្ត្រីរាជការទៅជាប្រជាជនសាមញ្ញម្នាក់ដូចគេឯងនេះជាមេត្រុផ្ទះដែលយើងមកមើលផ្ទះនេះមានឈ្មោះថាផ្ទះខសងជាពាក្យថៃបើប្រើជាខ្មែរមានន័យតែពីរថ្នាក់អ្វីតែពីរថ្នាក់គឺដំបូងនេះមួយពីដំបូងពីរថ្នាក់នេះកន្លែងផ្លេតដែលដំបូងគឺវិហារនៅតាមវត្តអារាមតែខាងចុងពុំមានក្បាលនេះព្រោះជាផ្ទះប្រជាជនផ្ទះនេះមានសសរ4ជួរ1 2 3 4ក្រោមផ្ទះពីមុនមកដាក់តែកោកណ្ដាលទ្រង់ថ្លៃចការកន្លែងយើងកំពុងសន្ទនានេះជាបន្ទប់ទទួលភ្ញៀវយើងឃើញមានតុកៅអីក្រាំងងើជាដើមជាជាងផ្ទះធ្វើពីបាយអខាងក្នុងបានដោយឫស្សីខាងក្រៅបូតដោយសាច់ក្បាលស្បកហូមផ្ទះនេះអត់សូវក្តៅប៉ុន្មានទេដោយសារប្អូនធំជាជាងខ្ពស់ពីដើមកាត់បន្ថយនៅកម្ដៅលក្ខណៈនៃផ្ទះបុរាណពួកទេពពីមុនមកគេអង្គុយលើក្តារខោមើលទៅស្រៀបជុំវិញផ្ទះប្រភេទនេះនៅក្នុងសៀវភៅសិក្សាសង្គមរបស់ពុំដោយក្រសួងអប់រំឈ្មោះជាភាសាខ្មែរគេហៅថាផ្ទះកាំងផ្ទះកាំងនេះស្ថាបនាដោយលោកតាលួងសាពីមុនស្ថិតនៅក្នុងភូមិបាត់គោសង្កាត់បាត់គោក្រុងបាត់ដំបងខេត្តបាត់ដំបងពុំមានផ្ទះដទៃណាក្រៅពីផ្ទះនេះឡើយជាក់ស្ដែងអ្នកគ្រូមួយចំនួនបាននាំសិស្សទៅមើលផ្ទះកាំងនេះជាទូបុរាណមួយដែលតែពីក្រុងព្រៃនគរទៅវៀតណាមដល់កប៉ាល់ការដែលដាក់តាំងទូនេះគឺដើម្បីបានកុំឲ្យឃើញពីក្រៅពីភាពដូចចំនួនឡើងដែរនៅមកទូមានមហោនេះគឺចោះសម្រាប់ពហុទឹកពេលដែលមានជនចាស់ជរាលោកតានិយាយឈឺសម្រាប់នៅទីនេះខាងនេះលើកកាត់មកទឹកបន្ទប់រានមានទឹកទេចឹងគេដងទឹកមកខាងឬកាពីមកជុំកាប់ទឹកហូរទៅក្រោមនេះជាបន្ទប់ដំណេកកូនស្រីព្រោះកូនស្រីស្លីសបុតវិញស៊ូចិញ្ចោតវាទៀតសូមក្រុមជ័យភ្ញៀវទាំងអស់ទៅកាន់បន្ទប់ទី2បន្ទប់នេះគឺជាបន្ទប់ដំណេកកូនប្រុសព្រោះកូនប្រុសស្លៀកខោស៊ូចិញ្ចោតពេលវាខ្ពស់ទៅពីបន្ទប់ដំណេកកូនស្រីដែលមានវាទៀតនេះជាជាងម៉ាំងសងដែលធ្វើពេលយប់ជាមួយគេប្រើដល់ចាប់ប្រើគេប្រើចាក់រត់ពីស្រីសំងាកមកខាងនេះគឺជាថាស្ប៉ននេះពីមុនមកក៏ដាក់មកគេប្រសងបន្តពីបន្ទាប់ពី3ឆ្នាំ3ខែយើងមកវិញសតថាតែមួយទុកបង្ហាញគ្នាដល់មកលើមើលផ្ទះសូមជើញទៅកាន់ផ្ទះទី2នេះជាទ្វារបុរាណមួយដែលគេវាយដែកទាំងក្នុងទាំងក្រៅហើយដើម្បីបានវាយដែកកាលពេលចោលកម្មពីដើមចោលប្លន់កាប់ធ្វើតែម្ដងទ្វារទី1យើងឡើងមកមិនក៏ដូចធ្វើនេះដែរពីព្រោះលោកតាមចាប់ផ្ទះដែលជាមេកំសាក៏សម្រាប់ផ្ទះទី1អ្វីៗកាលពេលក្នុងកាត់និងកាលពេលផ្ទះទាំងមូលនេះជារានហាលធ្វើទៅកាន់ផ្ទះបាយប៉ុន្តែផ្ទះបាយកូនចូលធ្វើពុតទុកចំណេញហើយចឹងយើងមិនបាច់ទៅទេយើងចូលទៅកាន់ផ្ទះទី2នេះគឺជាផ្ទះទី2ផ្ទះនេះមានវ័យចំណាស់ជាងផ្ទះទី1ទៅទៀតគឺសាងសង់នៅឆ្នាំ1800ទៅគិតពីពេលសាងសង់មកដល់ថ្ងៃនេះផ្ទះនេះមានអាយុកាល130ឆ្នាំផ្ទះនេះមានឈ្មោះថាផ្ទះកញ្ចោមតែមួយទេហើយផ្ទះនេះសាងសង់ឡើងសម្រាប់អ្នកបម្រើស្រីៗដែលមានខ្ញុំពេល3នាក់មានភារកិច្ចបោះសមត្ថភាពដើម្បីទៅជ្រើសស្មៅជុំវិញផ្ទះចំណាំលោកតាម្ចាស់ផ្ទះទី1រីឯអ្នកបម្រើផ្ទះក្នុងដល់ដៃមិនរងនៃច្បងច្បងទេបានតែទទួលផ្ទះទី2នេះផ្ទះកញ្ចោមនេះសម្រាប់តែអ្នកបម្រើស្រីតែប៉ុណ្ណោះផ្ទះនេះរាងក្តៅបន្តិចដោយសារពួកតូចជាងពេកមានពីរដានទៅគ្នាទៅផ្ទះខាងមុខអញ្ជើញមើលប្រាក់ខ្មែរសម័យអាណានិគមបារាំងនេះគឺក្រាបប្រាក់100រៀលចាយបាន3ប្រទេសកម្ពុជាឡាវវៀតណាម3ប្រទេសនេះគេចំណាំហ្នឹងគេហៅប្រាក់នេះគេហៅក្រាស់កូនកំបង3 200រៀលតម្រៃ20រៀលក្នុងកាលតដែរនេះមួយផ្សាស1រៀលប្រាក់ថៃប្រាក់ចិនប្រាក់ខ្មែរយើងក្រៅ79នេះក្រៅ79បន្តមករូបភាពនៃក្រាបប្រាក់នៅអាស៊ីអាគ្នេយ៍ទាំង10ប្រទេសកម្ពុជាវៀតណាមឡាវថៃមីយ៉ាន់ម៉ាប្រ៊ុយណេសិង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនការប្រមូលផ្ដុំនៃក្រាបប្រាក់នៅអាស៊ីអាគ្នេយ៍កូស្តារីកានៅអាមេរិកស្រីលង្កានៅអាស៊ីសំចូលទៅកាន់បន្ទប់ទី2នៃផ្ទះទី1បន្ទប់ទី2សំទោសបន្ទប់ទី2នៃផ្ទះទី2សូមអធិស្ឋាននេះជាផ្លែគោបែរទុំគេបេះវាយកមកគេបោះវាចេញគេច្បត់យកសម្លៃគោដើម្បីច្រកពុកនៅខ្នើយប៉ុន្តែមុននឹងច្រកសម្លៃគោចូលពុកខ្នើយគេដាក់នឹងប្រដាប់នេះគេខ្នោះបោះគោដើម្បីយកក្របចេញនេះជាសម្លៃគោសម្អាតដែលគេច្រកពុកខ្នើយតែដាក់ទៅក្របធ្លាក់មកនេះជាសម្លៃគោមិនមានក្របនេះជាប្រដាប់ហាន់ថ្នាំជក់ហើយគេហៅលពិនស្ងួតមូប្រៃគេអីហាន់ថ្នាំនេះជាហាត់ដល់កាហៅពីមុនគេប្រហែលតែឥឡូវនេះគេប្រើនេះជាកៃត្បាញកន្តែកក់ឃើញកន្តែបំនេះខ្ញុំជឿថាមានកៃមានកន្តែព្រោះកន្តែកាលឡើងដោយសារការត្បាញរបស់អ្នកចេះត្បាញហ្នឹងគេដាក់កក់ដើមកក់មិនស្អីទាញទៅយើងបានស្អីនេះជាឆ្នាំអត់ប្រាក់ឈូងដាក់ឈូងទៅដាក់ភ្លើងអត់កាហៅចុងក្រោយនេះគឺជា
តបុរាណនេះពីមុនមកម្ល៉េះខ្ញុំបានព្រះទីទូខ្ញុំការកម្ពុជាតែឡើយយើងបានថាទេនេះជារូបមង្គលការកងប្រខ្ញុំការប្រជែង10ឆ្នាំកន្លងទៅតុនេះតាមតែសៀវបារាំងបានបញ្ជាក់ថាតុនេះក្បូរក្បាច់ដោយតុនៅវាក់សៃនៅតែប្រាំងប៉ុន្តែតុនៅវាក់សៃធ្វើពីឈ្មោះមកកម្ពុជាធ្វើពីឈើចឹងការរៀបរាប់ខ្ញុំសូមសង្កេតណាសូមចូលទៅកាន់ទឹកទី1វិញសូមជើញទៅទឹកទី1ដើម្បីយើងមើលកញ្ចក់នេះយើងធ្វើដំណើរត្រឡប់ទៅទឹកទី1វិញនេះជាកញ្ចក់ឆ្លងមកមួយដែលនៅតែប្រាំងព្រោះឆ្នាំ1907ប្រាំងចូលកាន់កាប់ខេត្តបាត់ដំបងនៅពេលប្រាំងចូលកាន់កាប់ប្រាំងមានបានលក់នៅពេលដែលប្រាំងមានបានលក់អ្នកមានធនធានគ្រប់សម័យកាលតែមានលក់យទៅហើយចឹងតាមចាំទេមិនទិញកញ្ចក់ឆ្លងមកទុកជាអនុស្សាវរីយ៍ដល់ចាដែលសរសើរមកដល់សប្តាហ៍នេះនៅក្នុងទូនេះមានឧបករណ៍ភ្លេង3ទី1ត្រខ្មែររនាកេននេះជាសំណាក់ផ្ទះខ្មែរបុរាណដែលស្ថាបនាដោយនិស្សិតនៃសាកលវិទ្យាល័យនគរភ្នំពេញធ្វើឲ្យគាត់អង្គចាប់ពេញឆ្នាំ2012ក្រោយយើងខ្ញុំទទួលបានហើយក៏ថ្លែងដល់គាត់ដល់គេដល់ភ្ញៀវមកខ្ញុំជម្រាបថានេះជាស្នាដៃនិស្សិតកម្ពុជាជានិស្សិតនៃសាកលវិទ្យាល័យនគរបានដល់ឲ្យសំណាក់ផ្ទះខ្មែរបុរាណយើងខ្ញុំ2ខ្នង1 2នេះជាសំណាក់ឆ្មាបាសាមួយទៅដល់ក្នុងផ្ទៃឆ្មាបាជាសត្វមួយដែលមានស្លាបខ្លីសម្រាប់ហើរពីឈើមួយទៅឈើមួយបានហើរไปជុកទេខ្ញុំធ្លាប់បានឃើញនេះជាកថានោះដូចក្របវាលើដើមឈើនេះជាចំពោះនាលនេះសត្វរីយំសំណងនៅកូនចានវែងស្ដោនេះគឺក្ពេញដូងអស់រោមនេះក៏ដល់ប្រាំងក្រពើខាងក្រៅនេះទន្សាយរួចអណ្ដើករួចក្រពើរួចកន្ត្រងរួចបលាំងការួចកង្កែបសពទាំងអស់នេះសុទ្ធតែច្រកសម្លេងគោលើកលែងតែអណ្ដើកហើយនឹងបលាំងកាគឺមានស្នូលមកវាអញ្ចឹងការរៀបរាប់របស់ខ្ញុំចប់ទៅនេះសូម